លោករៀមគិនជាអ្នកនិពន្ធដ៏ល្បីល្បាញមួយរូបរបស់ប្រទេសកម្ពុជាក្នុងសម័យដែលប្រទេសយើងស្ថិតនៅក្រោមនឹមត្រួតត្រារបស់អាណានិគមនិយមបារាំងលោករៀមគិនកើតនៅថ្ងៃទី8ខែវិច្ឆិកាឆ្នាំ1911នៅបាទូកក្នុងសង្កាត់ទី5នៃក្រុងភ្នំពេញលោកមានម្ដាយឈ្មោះសៅនិងឪពុកឈ្មោះគឹមដែលធ្វើការជានាយត្រួតត្រាការងារសាធារណៈហើយតួនាទីចុងក្រោយមុនចូលនិវត្តន៍របស់លោកបានធ្វើជាចៅហ្វាយខេត្តកំពង់ស្ពឺរៀមគិនមិនមែនជាឈ្មោះកាលពីកុមារភាពរបស់លោកឡើយដោយកាលពីនៅកុមារលោកមានឈ្មោះថាប៉ិនលោករៀមគិនបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងកូនស្រីលោកចៅក្រមម្នាក់ដែលមានឈ្មោះថាសិនហើយស៊ីម៉ូនដែលអាពាហ៍ពិពាហ៍នេះបានប្រព្រឹត្តទៅនៅថ្ងៃពុធទី16ខែមករាឆ្នាំ1935កុមារពន្លកបានចូលរៀនសូត្រដំបូងនៅវត្តស្វាយដង្គមនៅក្នុងសំណាក់លោកគ្រូសាំជីម៉ាកំឡុងពេលដែលកំពុងស្នាក់អាស្រ័យនៅវត្តអារាមកុមារពន្លកបានរៀនអានរៀនសូត្រអំពីសាស្ត្រាច្បាប់និងសាស្ត្រារឿងជាច្រើនក្នុងជីវភាពនៅវត្តកុមារពន្លកបានក្រេបរសជាតិពុទ្ធសាសនានិងស្គាល់ជីវិតនៅវត្តបានយ៉ាងច្បាស់លាស់ដល់អាយុបាន10ឆ្នាំលោកក៏បានទៅចុះឈ្មោះរៀននៅសាលាដែលបារាំងបានបង្កើតហើយកំឡុងពេលដែលលោកបានចូលរៀនថ្នាក់កុមារដ្ឋាននៅសាលាដូដាដឺឡាក្រេកុមារពន្លកបានផ្លាស់ប្ដូរឈ្មោះខ្លួនឯងទៅជាកាំងតែដល់ក្រោយមកដោយមេឃុំសរសេរឈ្មោះរបស់លោកខុសគឺឈ្មោះគឹមកាំងបានប្រែក្លាយទៅជារៀមគិនវិញលោករៀមគិនបានរៀនចប់នៅសាលាដូដាដឺឡាក្រេហើយបានប្រឡងចូលរៀននៅអនុវិទ្យាល័យស៊ីសវ័តនៅក្នុងឆ្នាំ1924ហើយបានសិក្សានៅទីនោះអស់រយៈពេល4ឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សាពីអនុវិទ្យាល័យស៊ីសវ័តនៅក្នុងឆ្នាំ1933លោកក៏បានចូលរៀនវិជ្ជាគរុកោសល្យកំឡុងពេលដែលលោកកំពុងតែសិក្សារៀនសូត្រវិជ្ជាគរុកោសល្យលោកក៏បានចាប់ផ្ដើមធ្វើជាគ្រូបង្រៀនផងដែរដោយលោករៀមគិនចូលធ្វើជាគ្រូបង្រៀនដំបូងនៅឯខេត្តបាត់ដំបងហើយមួយឆ្នាំក្រោយមកលោកក៏បានផ្លាស់មកបង្រៀននៅទីក្រុងភ្នំពេញវិញនៅក្នុងខែកញ្ញាឆ្នាំ1934លោកមានតួនាទីជាអនុរិយនៅអនុវិទ្យាល័យព្រះស៊ីសុវត្ថិបន្ទាប់មកលោកក៏បានទៅបង្រៀននៅសាលាចាក់អង្រែនៅក្នុងឆ្នាំ1946រាជការបានផ្លាស់លោកឲ្យទៅបង្រៀននៅសាលាមនីវង្សនៅឯខេត្តបាត់ដំបងរហូតដល់ឆ្នាំ1947លោកក៏បានផ្លាស់មកទីក្រុងភ្នំពេញវិញហើយបានបង្រៀននៅសាលាគរុវិទ្យាលោកក៏ធ្លាប់បង្រៀនភាសាខ្មែរនៅសាលានីតិហ៊ានសាលាដេកាតនៅរវាងឆ្នាំ1955ដល់ឆ្នាំ1956ហើយលោកក៏ធ្លាប់បង្រៀននៅសាលាភូមិន្ទរដ្ឋបាលផងដែរគឺនៅក្នុងឆ្នាំ1957គួរបញ្ជាក់ផងដែរថារវាងឆ្នាំ1955ដល់ឆ្នាំ1956លោករៀមគិនបានជាប់ឆ្នោតជាប្រធានសមាគមអ្នកនិពន្ធខ្មែរផងដែរដោយបានរៀនមើលរៀនស្ដាប់រៀនសង្កេតរៀនពិចារណារៀនជ្រើសរើសរៀនសរសេរផងលោករៀមគិនបានបណ្ដុះចំណេះលោកជាមួយនឹងសៀវភៅបរទេសជាពិសេសសៀវភៅបារាំងទុកជាចំណេះសម្រាប់ការតែងនិពន្ធលោកមាននិស្ស័យក្នុងសំណេរតាំងពីអាយុ18ឆ្នាំមកម្ល៉េះគឺពេលចូលរៀននៅក្នុងអនុវិទ្យាល័យស៊ីសវ័តនៅក្នុងឆ្នាំ1929ដល់ឆ្នាំ1930កំឡុងពេលនោះអនុវិទ្យាល័យស៊ីសវ័តគឺជាអនុវិទ្យាល័យឥណ្ឌូចិនហើយសម្បូរសិស្សយួនមិនចាញ់សិស្សខ្មែរទេពិតមែនតែពេលនោះប្រទេសយួនស្ថិតក្នុងនឹមអាណានិគមនិយមបារាំងក៏ដោយក៏ប្រទេសគេមានអ្នកនិពន្ធច្រើនហើយសៀវភៅបោះពុម្ពផ្សាយក៏មានមិនតិចផងដែរនៅតាមផ្លូវប្រជុំជនក្នុងរាជធានីភ្នំពេញសៀវភៅចិនសៀវភៅយួនមានលក់ពេញពេញតែមិនសូវមានឃើញសៀវភៅខ្មែរនោះទេដោយពុំអាចទ្រាំខ្មែរជាតិគេតទៅទៀតបានយុវសាស្ត្ររៀនគឹមក៏បានហាត់សរសេរបន្តិចម្ដងពីទេសភាពខ្លះពីមនោសញ្ចេតនាជាពាក្យកាព្យហើយតែងយកមកអានធ្វើជាបទនៅពេលដែលចេញលេងឬក៏នៅពេលយប់ជំនក់ចិត្តក្នុងការតែងសំណេរបានបណ្ដាលឲ្យការសិក្សាទូទៅរបស់លោកបានអន់ថយធ្វើឲ្យមិត្តភ័ក្តិរបស់លោកតែងតែចំអកលក់លើយដាក់លោកហើយឲ្យងារលោកថាជាប៉ូអែតលោកក៏បានមានគំនិតចង់បកប្រែរឿងរបស់ម៉ូលីយេទោះបីជាត្រូវគេចំអកយ៉ាងណាក៏ដោយ
ក៏លោកពុំខឹងនឹងគេដែរផ្ទុយទៅវិញចិត្តជំនក់ក្នុងសំណេរបានដុតរលកាន់តែខ្លាំងឡើងលោកក៏បានសាកល្បងយករឿងចាស់បៃក្តាំងមករចនាសរសេរជាថ្មីនៅពេលដែលលោករៀននៅថ្នាក់ទី3រួចលោកក៏បានយកស្នាដៃនេះទៅបង្ហាញសាស្ត្រាចារ្យខាងភាសាខ្មែររបស់លោកម្នាក់ព្រមទាំងទទួលបានសេចក្តីសរសើរដ៏រំភើបទៀតផងនៅដំណាច់សិក្សាឆ្នាំ1933និងឆ្នាំ1934សិស្សសាលាបានចេះរៀបចំលេខល្ខោនជាលើកដំបូងបំផុតដើម្បីទុកជាអនុស្សាវរីយ៍មុនពេលដែលចាកចេញពីអនុវិទ្យាល័យលោកក៏បានសរសេររឿងកូនអ្នកកាប់អុសជាពាក្យកាព្យដើម្បីយកទៅសម្ដែងផងដែរក្រោយពីពិភាក្សាជាមួយមិត្តភក្តិខ្លះៗមកនិងដោយយល់អត្ថប្រយោជន៍របស់ភាសាសម្រាយលោកក៏បានសរសេររឿងខ្លីៗដោយក្រោយមកបានជួបមហាជនតាមរយៈសម្លេងវិទ្យុកម្ពុជានិងតាមទស្សនវិស័យរាត្រីថ្ងៃសៅរ៍នៅគ្រិស្តសករាជឆ្នាំ1937លោកបានសរសេររឿងល្ខោនមួយមានឈ្មោះថាមនុស្សអាគមទាំង4ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់សមាគមសាស្ត្រចាស់នៃមិត្តអនុវិទ្យាល័យស៊ីសវត្តសម្រាប់យកទៅលេងល្ខោននៅគ្រិស្តសករាជឆ្នាំ1938លោកក៏ចាប់ផ្ដើមសរសេររឿងសុផាតតាមសេចក្តីស្នើសុំរបស់អ្នកនិពន្ធគណៈរដ្ឋមន្ត្រីបានអនុញ្ញាតឲ្យលោករិនគិនបានបោះពុម្ពនៅសៀវភៅរឿងសុផាតប៉ុន្តែដោយខ្វះប្រាក់ក្នុងឋានៈលោកជាសមាជិកនៃសមាគមសិស្សចាស់នៃមិត្តនៃអនុវិទ្យាល័យនិងវិទ្យាល័យស៊ីសវត្តលោកបានខ្ចីប្រាក់ពីហិបសមាគមចំនួន300រៀលដើម្បីយកទៅបោះពុម្ពរឿងសុផាតនៅខែមករាឆ្នាំ1942លោកបាននាំរឿងសុផាតពីរោងពុម្ពម៉ាន់សាន់នៅជ្រៅលយនៃប្រទេសវៀតណាមខាងត្បូងចំនួន 2000 ក្បាលមកដល់ប្រទេសកម្ពុជាប្រឡោមលោកទី1របស់ខ្មែរបានអង្រួនស្មារតីអ្នកអានពេញទាំងផ្ទៃប្រទេសនិងក្រៅប្រទេសសេចក្តីសរសើរមកពីគ្រប់ទិសទីបានអមដំណើរជោគជ័យដ៏ត្រចះត្រចង់មកស្រោបដួងព្រលឹងអ្នកនិពន្ធរីមគិនសៀវភៅរឿងប្រឡោមលោកសុផាតចំនួន 2000 ក្បាលត្រូវបានមហាជនទិញអស់ពីបណ្ណាគារក្នុងរយៈពេលតែ6ខែប៉ុណ្ណោះអ្នកនិពន្ធរីមគិនបានយកប្រាក់ទៅសងសមាគមវិញហើយចំណេញបានកង់មួយកំឡុងពេលនោះរាជការបានប្រគល់គ្រឿងអេសរិយយសមនីសភ័ណ្ឌដល់អ្នកនិពន្ធរីមគិនផងដែរក្រោយមកទៀតលោកបាននិពន្ធរឿងនាងសមាភាវីនៅក្នុងឆ្នាំ1943កំឡុងឆ្នាំ1944រហូតដល់ឆ្នាំ1945លោកបានតែងរឿងល្ខោនមួយតាមលំនាំលោកម៉ូលីយ៉ែលគឺរឿងអ្នកកណ្ដុំពីរមន្ត្រីកិត្តិយសដែលត្រូវបានសិស្សសាលាគរុវិទ្យាយកទៅសម្ដែងក្នុងឱកាសបុណ្យកឋិនម្ដងនិងក្នុងរាត្រីសមោលសម្ដងរឿងល្ខោនឯទៀតដែលលោកបាននិពន្ធគឺរឿងខ្លះទ្រុកធ្លាយក្បាលគ្នាទំពែកនិងរឿងកំឡោះអាយុ50ឆ្នាំនៅក្នុងឆ្នាំ1946នៅឱកាសបោះឆ្នោតតំណាងរាស្ត្រដើម្បីរដ្ឋសភាទី1លោកបានសរសេររឿងមួយទៀតយកទៅសម្ដែងក្នុងការឃោសនាគណបកប្រជាធិបតេយ្យគឺរឿងខុនវុធីស្នាដៃរឿងល្ខោនមួយទៀតដែលលោកបាននិពន្ធគឺរឿងវិស្មកាលដែលបានសរសេរនិងសម្ដែងឡើងក្នុងរាត្រីសមរសមួយជួយសហគមន៍និស្សិតខ្មែរនៅក្នុងឆ្នាំ1947រឿងចិត្តចងចាំត្រូវបានលោកសរសេរនិងយកទៅសម្ដែងក្នុងរាត្រីសមរសមួយហើយលោកក៏បានយករឿងនេះទៅប្រឡងដោយរឿងនេះបានជាប់លេខ1នៅក្នុងឆ្នាំ1948លោកបានសរសេររឿងល្ខោនមួយទៀតមានចំណងជើងថាលួចស្រឡាញ់លួចកាត់ទុកដែលបានត្រូវសិស្សសាលាគរុវិទ្យាយកទៅសម្ដែងម្ដងហើយនៅក្នុងឆ្នាំ1956សមាគមអ្នកនិពន្ធខ្មែរបានយករឿងនេះទៅសម្ដែងម្ដងទៀតនៅក្បាលខ្នល់នៅតាខ្មៅនិងនៅក្រុងភ្នំពេញនៅក្នុងឆ្នាំ1949លោកបានសរសេររួចស្រេចនៅរឿងក្លាហានហើយបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1953នៅក្នុងឆ្នាំ1951លោកបាននិពន្ធរឿងស្ត្រីកំព្រានិងបានបោះពុម្ពផ្សាយនៅឆ្នាំនោះនៅក្នុងឆ្នាំ1950លោកបានសរសេររឿងតឹងមមឹងហើយបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1953នៅក្នុងឆ្នាំដដែលនោះលោកបានសរសេររឿងរាជកុមារប៉ុន្តែគួរឲ្យស្ដាយរឿងនេះពុំបានបោះពុម្ពផ្សាយនោះទេក្រៅពីនេះលោកបានសរសេររឿងជាច្រើនទៀតដែលបាត់បង់ទាំងមិនទាន់បោះពុម្ពផ្សាយចំពោះផ្នែករឿងបកប្រែ
អ្នកនិពន្ធ Rimkin បានបកប្រែរឿង Lezit រឿង San Family ដែលជារឿងបារាំងរបស់លោក Colonel និងលោក Heather Malott ជាភាសាខ្មែរលោកបានបកប្រែរឿងសមាភាវីជាភាសាបារាំងផងដែរហើយបានសន្យាថាយកទៅបោះពុម្ពនៅប្រទេសបារាំងតែរហូតមកដល់សប្តាហ៍ថ្ងៃរឿងនេះមិនទាន់បានបោះពុម្ពផ្សាយនៅឡើយទេលោក Rimkin មិនត្រឹមតែយកចិត្តទុកដាក់លើសំណេរនោះទេសមាគមណាក៏ដោយឲ្យតែតាក់ទងនឹងសកម្មភាពពង្រីកអក្សរសាស្ត្រជាតិតែងតែមានឈ្មោះលោក Rimkin បានចូលរួមជួយជានិច្ចក្នុងនោះមានដូចជាសមាគមមិត្តសាលាបាលីសមាគមអ្នកនិពន្ធខ្មែរជាដើមពេញមួយជីវិតរបស់លោក Rimkin បានបន្សល់ទុកស្នាដៃដ៏សម្បូរបែបរួមមានទាំងរឿងបែបប្រឡោមលោកអត្ថបទបែបកំណាព្យរឿងខ្លីនិងសៀវភៅសិក្សាសរុបប្រហែល34ស្នាដៃសំណាបនិពន្ធខ្លះត្រូវបានបោះពុម្ពផ្សាយខណៈខ្លះទៀតនៅមិនទាន់បោះពុម្ពផ្សាយនោះទេហើយក៏ត្រូវបានបាត់បង់រហូតមកដល់ពេលបច្ចុប្បន្នចំពោះស្នាដៃនិពន្ធរបស់លោក Rimkin ដែលបានបន្សល់ទុករហូតមកដល់បច្ចុប្បន្នមានដូចជារឿងសុផាតបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1942រឿងចិត្តចងចាំបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1948រឿងស្ត្រីកំព្រាបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1951រឿងមើលព្រះចន្ទ្រាបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1952រឿងនាងសមាភាវីបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1952រឿងពលវង្សាបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1953រឿងក្លាហានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1953រឿងនាងរតននារីជាអត្ថបទពាក្យកាព្យនិពន្ធនឹងបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1954រឿងឈាមរកឈាមជាអត្ថបទពាក្យកាព្យដែលបាននិពន្ធនឹងបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1954ក្នុងចំណោមស្នាដៃនិពន្ធរបស់គាត់ទាំងអស់រឿងសុផាតដែលបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1942ជាស្នាដៃដែលទទួលបានការគាំទ្រនិងមានភាពល្បីរន្ទឺក្នុងចំណោមស្នាដៃទាំងអស់រហូតមកដល់បច្ចុប្បន្នរឿងសុផាតជាកម្រងរឿងប្រឡោមលោកខ្មែរដែលត្រូវបានសរសេរតែងនិពន្ធតាំងពីឆ្នាំ1938មកម្ល៉េះប៉ុន្តែរហូតមកដល់ឆ្នាំ1942ទើបរឿងសុផាតនេះបានបោះពុម្ពផ្សាយហើយការបោះពុម្ពផ្សាយទៀតសោតគឺធ្វើនៅក្រុងព្រៃនគរនៃប្រទេសវៀតណាមពីព្រោះនៅក្នុងសម័យនោះប្រទេសកម្ពុជាយើងមិនមានរោងពុម្ពច្រើនល្មមគ្រប់គ្រាន់សម្រាប់បម្រើការបោះពុម្ពនៅឡើយទេរឿងសុផាតជាប្រឡោមលោកដែលលោកដាច់ខ្លាំងបំផុតនៅក្នុងសម័យនោះក្រោយមកក៏ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ជាតិបឋមភូមិសាច់រឿងនេះនិយាយពីដំណើរជីវិតរបស់សុផាតដែលជាកុមារកំព្រាបានរស់រៀនសូត្រនិងធំដឹងក្តីដោយការជួយទំនុកបម្រុងពីអ្នកស្រុកនិងព្រះសង្ឃបន្ទាប់ពីនាងសូរិយាដែលត្រូវជាម្ដាយបានលាចាកលោកទៅដំណើរផ្សងព្រេងរបស់សុផាតមកកាន់ទីក្រុងភ្នំពេញបានបង្កើតជារឿងនេះឡើងលោក Rimkin បានទទួលអនិច្ចកម្មនៅថ្ងៃទី28ខែមករាឆ្នាំ1959ដោយលោកមានជំងឺរលាកស្រោមខួរហើយពិធីឈាបនកិច្ចសពបានប្រព្រឹត្តទៅយ៉ាងអាឡោរឹកនៅថ្ងៃទី31ខែមេសានៅឈាបនដ្ឋាននៃវត្តអូណាឡោមក្រោមអធិបតីលោកចៅសេងជារដ្ឋលេខាធិការក្រសួងអប់រំជាតិនិងលោកហែសំផាជាប្រធានសមាគមអ្នកនិពន្ធខ្មែរមរណភាពទាំងវ័យក្មេងនេះបានធ្វើឲ្យប្រទេសកម្ពុជាបាត់បង់ធនធានអ្នកនិពន្ធដ៏សំខាន់មួយរូបនាសម័យនោះ